ថ្ងៃនេះខ្ញុំបានមកដល់ទឹកដីនៃខេត្តពោធិ៍សាត់គ្រាន់តែឈានជើងពីបាត់ដំបងចេញមកដល់ខេត្តពោធិ៍សាត់ភ្លាមគឺថាមានជាការមេឃភ្លៀងរលំស្រិចៗតែម្ដងដោយសារតែរដូវនេះគឺជារដូវវស្សាអញ្ចឹងហើយអាកាសធាតុម្ដងភ្លៀងម្ដងរាំងអញ្ចឹងទៅហើយពេលដែលមកដល់ទឹកដីខេត្តពោធិ៍សាត់គឺថាមេឃចាប់ផ្ដើមអស់ពលឺហ្មងថតអត់ចេះស្អាតទេហើយដោយសារណាមួយវីដេអូរបស់ខ្ញុំថតផ្ដេកដល់ពេលខ្ញុំយកមកកាត់ដាក់បឆោចេះទៀតកាន់តែព្រាលទៅបណ្ដោយប៉ុន្តែអាចមើលបានខ្ញុំបានទៅដល់កន្លែងបូជនីយដ្ឋានរបស់លោកតាឃ្លាំងមឿងហើយនេះគឺជារណ្ដៅដែលលោកតាឃ្លាំងមឿងបានពលីគឺគាត់បានលោតចូលក្នុងរណ្ដៅហ្នឹងណាបងប្អូនហើយមានមកដល់សប្តាហ៍ថ្ងៃនេះចឹងក្នុងរណ្ដៅហ្នឹងគឺគេធ្វើរបងព័ទ្ធជុំវិញហើយមានរូបសំណាក់លោកតាឃ្លាំងមឿងជាមួយនឹងភរិយារបស់គាត់ហើយទៅជាទីកន្លែងសក្ការៈបូជារបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងតំបន់ហ្នឹងហើយក៏ដូចជាភ្ញៀវទេសចរដែលគាត់ធ្វើដំណើរឆ្លងកាត់ដូចខ្ញុំអីចឹងណាតែងតែចូលហើយបន្ទាប់ពីចេញពីកន្លែងបូជនីយដ្ឋានរបស់លោកតាឃ្លាំងមឿងហ្នឹងគឺខ្ញុំបន្តដំណើរទៅខេត្តកំពង់ឆ្នាំងដោយសារតែយប់នេះពួកខ្ញុំគេងនៅខេត្តកំពង់ឆ្នាំងអញ្ចឹងពេលដែលចូលដល់ទឹកដីខេត្តកំពង់ឆ្នាំងភ្លាមគឺឃើញភ្នំឡើងប៉ុណ្ណាណីតែម្ដងនៅកណ្ដាលផ្លូវហើយយើងជិះតាមជើងភ្នំមកចូលដល់ខេត្តកំពង់ឆ្នាំងហ្នឹងគឺមកដល់រួមខែដោយសារបាទខ្ញុំបាននាំទៅញ៉ាំប្រហិតអាំងដែលល្បីនៅខេត្តកំពង់ឆ្នាំងគឺគេលក់បែបអញ្ចឹងបងកាលមកខ្ញុំឃើញគេមូមួយគល់ស្លឹកគ្រៃអាំងប៉ុន្តែឥឡូវនេះគេអាំងរុំបែបអាស័យចេះវិញហើយគេញ៉ាំផ្ទាប់ជាមួយនឹងបន្លែស្រស់ជ្រលក់ទឹកត្រីផ្អែមជាមួយនឹងនំបញ្ចុករយថ្មីហើយបើនិយាយពីរសជាតិវិញគឺឆ្ងាញ់បងរសជាតិប្រចាំតំបន់របស់គេរសជាតិឆ្ងាញ់ហើយបើនិយាយពីទេសភាពនៅពេលរាត្រីរបស់ខេត្តកំពង់ឆ្នាំងគឺរៀងស្ងប់ស្ងាត់បន្តិចដោយសារតែមានមេឃភ្លៀងអញ្ចឹងទៅអត់សូវជាមានអ្នកចេញដើរលេងពេលល្ងាចណាហើយខ្ញុំគេងនៅនឹងមួយយប់ព្រលឹមឡើងចេញពីកន្លែងគេងមករកអីញ៉ាំពេលព្រឹកចូលញ៉ាំកាទៀវនៅហាងកន្លែងនេះភ្លេចបាត់ហើយព្រោះទៅរៀងយូរថ្ងៃដែរនេះវីដេអូតំបានកាត់ញ៉ាំកាទៀវហើយក៏នាំគ្នាទៅផ្សារក្នុងខេត្តកំពង់ឆ្នាំងហ្នឹងដើររកទិញត្រីបងដឹងអីថាខេត្តកំពង់ឆ្នាំងគឺជាខេត្តដែលជាប់នឹងបឹងទន្លេសាបអញ្ចឹងសម្បូរត្រីមែនតែនហើយបើនិយាយពីត្រីវិញថាល្អស្រស់ថ្មីហើយតម្លៃក៏សមរម្យដែរមានត្រីឆ្កោកត្រីកេះត្រីអីចឹងទៅហើយបន្ទាប់ពីទិញត្រីបានហើយខ្ញុំក៏បន្តដំណើរចេញមកទៀតហើយនេះគឺជាភ្នំនាងកង្រីដែលខ្ញុំបានជិះកាត់តែខ្ញុំបានឆ្លងទៅលេងឯងព្រោះខ្ញុំរៀងខ្លាចទឹកណាដូច្នេះហើយវីដេអូរបស់ខ្ញុំគឺបានមកដល់ទីបញ្ចប់សូមអរគុណជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយ